ជីវិតរបស់សន្ចំយើងនេះអាប៉ាវធ្វើអីអូនក៏ដើរមកប៉ាវបាទសូម្បីតែសត្វឆ្កែក៏ស្មោះស្ម័គ្រមួយម្ចាស់យើងដែរណាអញ្ចឹងក្តីសុខរបស់វាគឺទោះយ៉ាងណាក៏យើងរស់នៅយើងមានសន្ចំយើងមានអីអញ្ចឹងទៅផ្ដល់ក្តីសុខឲ្យវាហើយសត្វឆ្កែនេះគឺជាភេទសត្វមួយដែលស្មោះត្រង់ជាមួយម្ចាស់ណាព្រោះសត្វតែវាស្រឡាញ់ម្ចាស់ហើយទៅប៉ុណ្ណេះណាវាធំឡើងយើងវាយវាមកដបងអីវាខឹងយើងវាស្រែកមួយញែកហ្នឹងវារត់ទៅប្រហែល 4-10 ម៉ែត្រហ្នឹងវាយហើយយើងហៅវាមកវិញក៏វាមកដែរបាទអញ្ចឹងភាពស្មោះត្រង់របស់ឆ្កែហ្នឹងវាល្អម្យ៉ាងត្រង់ចំណុចហ្នឹងបាទចំវាគ្រប់យើងណាឆ្កែបាទតែសម្រាប់មនុស្សយើងណាខ្លាំងយើងពិបាកនឹងហានិភ័យគ្រោះថ្នាក់របស់សត្វបើថាវាស៊ីមួយឆ្អែតដូចសត្វខ្លាសត្វក្ពើអវ៉ាន់វាស៊ីមួយឆ្អែតនោះមួយទៀតនោះអាដូងតែឆ្អែតដែរវាឈប់ប្រមាញ់សត្វតទៅទៀតហើយតែបើមនុស្សវិញបានមកឆ្អែតហើយនៅតែលោភរហូតអស់មួយជីវិតបានប្រមាណគឺចង់បានបន្តទៀតគឺមិនស្កប់ស្កល់ទេចឹងហើយមានលុយចង់បានអំណាចមានអីចង់បានផ្សេងទៀតតទៀតរហូតបើចឹងបានថាចិត្តសត្វអាចមើលដឹងធ្លុះណាប្រចិត្តមនុស្សខ្លះក៏មិនងាយធ្លុះដែរហ្នឹងយើងរៀបរាប់ពីចឹងមនុស្សថាស្មោះត្រង់ប៉ុន្តែថាបើចិត្តវេចិត្តគុំគួនមនុស្សយើងគុំគួនខ្លាំងជាងពពួកសត្វបាទយើងមើលមួយថ្ងៃធ្លុះទេចិត្តមនុស្សខ្លះចាប់ដៃមួយយើងទេក៏ប៉ុន្តែយើងមិនអាចមើលថាចាប់ដៃហើយមនុស្សនឹងស្មោះត្រង់ជួកាន់មិត្តភក្តិខ្លួនឯងអីបងប្អូនខ្លួនឯងក៏មានបោកគ្នាដែរបាទអញ្ចឹងការបោកនឹងចេញមកពីការលោភលន់បាទចេញមកពីការលោភលន់បាទហ្នឹងបាទបើទុកសត្វអីគោហាត់ក្របីសត្វអីសត្វឆ្មាឆ្កែហ្នឹងវាបើថាវាមើលមុខវាទៅថាវាត្រូវត្រៀមខំយើងយើងដឹងបាទប៉ុន្តែមនុស្សអត់ទេមើលមិនដឹងទេ